ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំនាំបងប្អូនមកមើលចំការតរៀននៅលើភ្នំដែលនៅចុះផ្លូវចុះពីទឹកឈូមកអញ្ចឹងនេះខ្ញុំទៅដល់ចំការផ្ទាល់តែម្ដងវីដេអូមួយនេះខ្ញុំបង្ហាញពីតូបលក់តរៀនរបស់បងអូនស្រីឈ្មោះឈឹមផាលីហើយឥឡូវគាត់នាំនាងខ្ញុំមកចំការផ្ទាល់ខ្លាចក្រែងថាយើងមិនជឿទុកចិត្តថាគាត់មិនមានទុរៀនអីអញ្ចឹងណាអញ្ចឹងឥឡូវនេះឡើងមកដល់លើភ្នំមកនេះគឺជាទស្សនវិជ្ជានៅលើភ្នំនឹងផ្ទាល់តែម្ដងណាប្រិមិត្តយើងតែនៅលើភ្នំហ្នឹងមានចំការតរៀនហើយមានរោងតរៀនអ្នកចាំចំការនៅទីនេះផ្ទាល់តែម្ដងហើយឡើងមកលើទស្សនវិជ្ជាដងភ្នំនេះគឺស្រស់ស្អាតខ្លាំងមែនតើហើយនេះគឺជាទស្សនវិជ្ជានេះខ្ញុំបង្ហាញជូនបងប្អូនចានេះគឺដើមតរៀនហើយក៏មានផ្លែពេញកាត់ខ្លះហើយក៏ក្តឹបខ្លះក៏មានផ្កាខ្លះទៅតាមទស្សនវិជ្ជាជាក់ស្ដែងពីព្រោះអត់ស្មើគ្នាស្រុកគ្នាល្អទេជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺពិសេសមែនតើហើយក៏ជាលើកទី1ដែរដែលខ្ញុំបានចុះមកផ្ទាល់នៅចំការតរៀននៅក្នុងខេត្តកំពតចូលតាមផ្លូវទឹកឈូមកនៅខាងស្រុកស្នំ7គីឡូខ្ញុំហៅខុសបងប្អូនជួយខមមិនប្រាប់ផងណាខ្ញុំមកមើលដោយសារតែស្គាល់បងអូនស្រីដែលចៃដន្យនេះអត់មានកម្រងស្រាប់តែស្គាល់ចៃដន្យអញ្ចឹងទៅគាត់ថាបងម៉ៃមកលេងចការខ្ញុំក៏បានដែរមកបេះតរៀនផ្ទាល់កាត់តរៀនផ្ទាល់អញ្ចឹងទៅអញ្ចឹងខ្ញុំក៏បានមកដល់ទីនេះផ្ទាល់តែម្ដងហើយនៅខាងក្រោយខ្នងខ្ញុំនេះគឺជាតរៀនម៉ាន់ថងនិយាយរួមទៅនៅខាងចៃការរបស់គាត់នេះខ្ញុំមិនដឹងថាចៃការខេត្តកំពតណាខ្លះដែលគាត់ដល់តរៀនម៉ាន់ថងទេប៉ុន្តែភាគច្រើនគាត់ដល់ឲ្យខាក់មុនហើយម៉ាន់ថងអត់ទាន់ដល់ទេតែមានមួយទេហើយដល់ច្រើននោះគឺនៅខែ6ចុងខែ5នៅខែ6ទៅអាហ្នឹងគឺដល់អាម៉ាន់ថងនឹងហ្មងណាប្រិមិត្តអញ្ចឹងឥឡូវគាត់ឲ្យខ្ញុំកាត់នេះឥឡូវខ្ញុំចង់មកកាត់ហើយគាត់ថាមួយផ្លែនេះអាចមកយប់នេះទុំហើយស្អែកអីទុកមកយប់ទុំចាំមើលគេស្ដាប់សំឡេងនេះបងប្អូនទាញមើលមកផ្លែហ្នឹងប៉ុន្មានគីឡូអូយស្រួលកាត់ណាអូយឡើងផុយនេះម៉ាន់ថងអាហ្នឹងហើយគឺម៉ាន់ថងអានោះផ្លែនៅដីកាត់បានតែមេទេហើយបានលើរបស់យើងដើមធំនេះក៏ចេញសាមុនគេដែរក៏កាត់បានមេដែរចាបាទម៉ាន់ថងយើងលក់រាយលើទីផ្សារ1គីឡូប្រហែលអូនលក់ចេញតម្លៃដូចឪខាក់ឬក៏មិនអាហ្នឹងមិនសិនថាតាមទីផ្សារមិនសិនអូខាក់របស់យើងតម្លៃ20000ម៉ាន់ថងរបស់យើងអាចតម្លៃខ្ពស់បន្តិចទៀតអាច25000អញ្ចឹងបងស្រីណាចាវាសាច់វាធំស្អាតអូខេរបស់យើងក៏ខាងកពតរបស់យើងស្អាតជាងគេយើងក៏សុំសរសើររបស់យើងបន្តិចទៅចារបស់យើងសាច់ទៅលឿងទឹកដោះគោលមួតហ្មងអញ្ចឹងហ៎ហើយដល់ពេលសបកវាក៏សបកវាអត់ខុសពីឪខាក់ម៉ានដែរស្តៀងគ្នាដែរស្ដាងដូចគ្នាដែរស្ដាងដូចគ្នាដែរនេះស្ដាងជាងឪខាក់អញ្ចឹងហ៎តែហ្នឹងវាគ្រាប់តូចខុសពីឪខាក់យើងនិយាយត្រង់ទៅចាសាច់វាច្រើនតែគ្រាប់វាស្បេតតូចអូខេចានេះខាងកពតមួយនេះប្រហែលជាប៉ុន្មានគីឡូ3គីឡូជាងឯដឹងនេះប្រហែលជា3គីឡូកន្លះបងស្រី3គីឡូកន្លះណាអូអត់ឃើញគេប្រម៉ូទក្នុង Facebook គេថាតរៀនខ្លះដើម40ឆ្នាំមានបងស្រីមានមែន30ឆ្នាំ40ឆ្នាំមានមែនចាតែដើមហ្នឹងភាគច្រើនដើមហ្នឹងអត់ក៏មានឈ្មោះបោះសម្លេងគេទេមិនចឹងភាគច្រើនណាដើមគេហៅដើមតរៀនខ្សែដើមអត់ជុំបងស្រីដើមធំបាទចាបាទនេះអាញាកាលវាយ៉ាងច្រើន30ឆ្នាំអាហ្នឹងចង់ចាស់ហើយវាថានិយាយគាត់ស្រាប់ថាងាប់ហ្មងអូអញ្ចឹងហ៎តែផ្លែវាឆ្ងាញ់ដូចអាដើមថ្មីអត់ឬក៏អាដើមថ្មីឆ្ងាញ់ជាងដើមចាស់នេះឆ្ងាញ់ជាងអាដើមថ្មីអញ្ចឹងដើមថ្មីស្រក់ក្រាស់បាទដើមចាស់ហ្នឹងផ្លែមកស្អាតធម្មតាអញ្ចឹងវាតម្លាក់ខ្លួនឯងល្មមដែលវាគ្រប់គ្រងខ្លួនឯងបានអូមានអញ្ចឹងទៀតចាតែសាច់អាដើមចាស់ហ្នឹងឆ្ងាញ់ជាងអាស្ទៀវស្រក់ក្រាស់ហើយធំឲ្យស្រក់ក្រាស់ទៅឆ្ងាញ់ទេចាតែអានេះចាញ់ផ្កាបន្តអញ្ចឹងបើយើងថែវានៅផ្លែបន្តទៀតឬក៏មិនបងស្រីហ្នឹងអាចជាភាគរយជាប់ច្រើនអញ្ចឹងមិនថាមកផុតរដូវទោះបីផ្កាក៏វាលែងធំអីអត់ទេណ៎ផ្កាហ្នឹងពួកវិញចេញអស់ហើយអាផ្កាហ្នឹងអាហ្នឹងគេហៅខុសរដូវ
អូអាហ្នឹងវាទៅខុសរដូវវិញ បាទបងស្រីបាទ ចា វា ចា ខុសគេ មិនថងហើយនឹងឪខាក់ហ្នឹងពូជមួយណាស្រួលថែជាងគេដើមពីរហ្នឹងមួយណាស្រួលថែឬក៏ពិបាកដូចគ្នា ពីរហ្នឹងពិបាកដូចគ្នាបង អញ្ចឹងហ៎ តែបើថាយើងអ្នកចការហ្នឹងនៅផ្ទាល់ហ្មងអត់មានអីត្រូវពិបាកថែប្រហែល ចា បាទ អូខេតើឥឡូវទៅកាត់អាធំមួយសិន នេះល្មមកាត់បានមួយទៀតហើយនេះអត់តន់ទុំស្រស់ទេណាអានេះគឺវាទុំមួយមួយ បាទទុំមួយ កាត់បានតែមួយទេអត់តន់មានច្រើនយកទៅកូននៅលើទីផ្សារតាមផ្លូវដូចឲ្យខាក់ទេឥឡូវខ្ញុំកាត់អានេះមួយទៀតណាគេកាត់ត្រឹមហ្នឹងណាអូន បងស្រីបាទ អូអានេះពិបាកកាត់ជាងនោះអត់អីទេអានេះប្រហែលជា3គីឡូកន្លះទងន់ប្រហែលមិញដូចគ្នា ហើយប៉ិនគ្នាបងស្រី ចាប៉ុនគ្នានៅក្នុងទាំងអស់ហ្នឹងប្រហែលប៉ុន្មានដើមមើលអូន កាត់ទាំងអស់ហ្នឹង166ដើមបងស្រី 166ដើមមួយឆ្នាំ យើងប្រមូលផលបានប្រហែលជា120ដើមទេវាស្ទៀវតូចៗយ៉ាអត់បានផ្លែ អញ្ចឹង បាទ អាចបងឃើញមានដើមខ្លះដូចងាប់ដែរមែនមានដើមងាប់មានអីដែរអញ្ចឹង បង ទៅ ស្រីថាអាយុ30ឆ្នាំហ្នឹងវាងាប់បងស្រី អូអាដើមនោះ30ឆ្នាំមកអា3តម្រងគ្នាហ្នឹងអាហ្នឹងអាយុ សកលគ្នា30ឆ្នាំហ្នឹងទៅអូអាកដាលហ្នឹងងាប់តែដល់ពេលងាប់អញ្ចឹងយើងគាស់វាចេញយើងដាំថ្មីថែមឬក៏មិនយើងជួសថ្មីវិញ បុគ្គលិករបស់យើងហ្នឹងគាត់ឡើងកាប់មែកចោលការកាប់មែកហើយយកដាំកូនតឡើងវិញ ដាំកូនត បាទ កូនចាស់នេះដើមក្មេងដែរទេតែផ្លែល្អមែន អត់ក្មេងទេបងស្រីអានេះហើយជាចូល8ឆ្នាំហើយ អូ8ឆ្នាំដែរណោះ បាទ ចាអានេះចូល8ឆ្នាំ បាទ ហើយបានផ្លែប៉ុណ្ណឹងណា បាទ ហេមើលមកក្នុងមកច្រើនមកគេតានេះផ្លែគេលាក់ស្លឹកនៅខាងក្នុងគេបានផ្លែច្រើនក៏ទៅតរេនថែតែពីដាំចំណាយពេលយូរតែដបងតិចឯងក្រោយមកផ្លែរាល់ឆ្នាំណោះ បាទបងស្រីបានតែបានដល់ផ្លែយើងហើយឆ្នាំក្រោយផ្លែតរហូតដែរបងស្រី ចាចា បាទ តែចំណាយថ្លៃដើមថែទាំអីច្រើននេះអូនចំណាយខ្ពស់ហេអាហ្នឹង ចំណាយច្រើនដែរបងស្រីចំណាយ បងប្អូនទាំងអស់គ្នាមិញនេះគឺជាការសម្ភាសរបស់នាងខ្ញុំជាមួយនឹងបងប្អូនប្រុសដែលគាត់ជាម្ចាស់ចំការនៅលើភ្នំផ្ទាល់តែម្ដងឥឡូវនេះគាត់មកកាត់តរៀនសរំគិតមកឲ្យខ្ញុំញ៉ាំវិញដោយសារតែតរៀនមិនថងអត់បានមានទុំទេអញ្ចឹងចាំមើលថាតើតរៀនសរំគិតនេះគឺរសជាតិវាបែបណាពីព្រោះគាត់ថាតរៀនសរំគិតនេះគឺជាតរៀនដើមកំណើតរបស់យើងតែម្ដងហើយក៏អត់មានតរៀនណាមកនាំចូលចំនួនដែរហើយសបកខៀវនេះមិនមែនសិតតែសបកខៀវសិតតែគេចលក់ថ្នាំទេណាបងប្អូនទាំងអស់គ្នាកុំយល់ច្រឡំណាធម្មជាតិរបស់តរៀនគឺវាមកអញ្ចឹងហ្មង នេះបេះពីដើមមកថ្មីគឺវានៅពណ៌ហ្នឹងក៏អូបនៅក្នុងមាត់ហ្មងណាលក្ខណៈថាវាឈ្ងុយពេញមាត់ឡើយ បងស្រី តែហ្នឹងគេហៅតរេនដូនតាអីហ្នឹងដែរមិនមែនឬក៏មិនឮគេហៅ អូងដៃ ពូជពីមុនបងស្រីបាទ គេហៅសរងកិតនេះអូយ ហើយអត់មានឈ្មោះបងម្លេងទេទេបងស្រី អត់មានទេលាក់ខ្លួនប៉ុន្តែគុណភាពរសជាតិគឺឆ្ងាញ់ខ្លាំងមែនតើអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទេសនាបើសិនមកបងប្អូនត្រូវការតរៀនអាចតាក់ទងទៅខាងបងប្អូនស្រីបានឬក៏លេខទូរស័ព្ទដែលនាងខ្ញុំមានដាក់ជូនអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ